ធម្មតាមេជ្រូកពូជដែលយើងទិញពីថៃនិងវៀតណាមកន្លងមកយកមកផលិតជាជ្រូកសាច់នោះមួយតែ$320ទេប៉ុន្តែខ្ញុំទៅទិញពីចក្រភពអង់គ្លេសមកទាំងថ្លៃសបុតយន្តហោះផងមេជ្រូកមួយក្បាលដល់តែ$3000ហើយបាជ្រូកដល់តែ$6000ហើយមកយន្តហោះដល់$1លានថ្លៃយន្តហោះថ្លៃជាងជ្រូកទៅទៀតបើអត់មានចំណុចសំខាន់ខ្ញុំមិនទៅនាំមកទេហើយខ្ញុំនិយាយពីប្រវត្តិហេតុអីបានជាកើតរោគចាក់ចំណីសត្វនេះហើយហេតុអ្វីបានជាមានជ្រូកនៅកម្ពុជាប្រកបដោយគុណភាពយើងទិញជ្រូកទិញសាច់ជ្រូកនៅផ្សារទិញតែសាច់ជ្រូកអត់ដឹងសាច់ជ្រូកគុណភាពមិនទេអាមេរោគប៉ុន្តែរសជាតិឲ្យជារសខុសគ្នាជួនកាលយើងទៅទិញជ្រូកបាជ្រូកមេកាត់ចេញយកមកស៊ីឲ្យជារសវាអត់មានអីប្រមាណប្រូតេអ៊ីនអត់មានប្រមាណហើយបើជ្រូកខ្វៃវិញចេះទៅជ្រូកខ្វៃទៅបើការពិតដូចស៊ីគល់អស់អញ្ចឹងប៉ុន្តែបើប្រកបដោយជារសហើយឲ្យប្រូតេអ៊ីនជួយដល់សុខភាពនោះក៏អត់ដឹងដែរយើងចេះតែហូបទៅអញ្ចឹងបើអត់មានចំណុចសំខាន់ខ្ញុំក៏មិនចិញ្ចឹមដែរហើយសំណួរនេះល្អមែនតើហើយខ្ញុំចង់បើកវងកញ្ចក់បន្តិចលវិលត្រៀមឆ្លើយទៅអ្វីដែលគាត់សួរតែខ្ញុំនិយាយអ្វីដែលខ្ញុំនិយាយចង់ឲ្យដឹងថាខ្ញុំជឿថាព័ត៌មាននេះនឹងដឹងដល់ប្រជាជនទូទាំងប្រទេសថា17លានអ្នកចឹងអ្នកណាស្ដាប់ក៏មិនស្ដាប់ខ្ញុំក៏អត់ដឹងដែរមានពេលមួយនោះសហរដ្ឋអាមេរិកបានឲ្យខ្ញុំជូនអ្នកក្រនិងអ្នកក្របំផុតផ្នែកចិញ្ចឹមជ្រូកនៅកម្ពុជាទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិកដើម្បីសិក្សាស្វែងយល់ចិញ្ចឹមជ្រូកឲ្យបានល្អប្រសើរដូចនៅស្រុកគេដល់ខ្ញុំទៅមើលទៅយើងធ្វើមិនដូចព្រោះវាត្រូវការដើមទុនច្រើនដើមទុនតិចធ្វើបាត់កើតឯកសិករយើងវាក្រហើយខ្ញុំអត់មានកំណត់ចិញ្ចឹមជ្រូកទេដល់ពេលទៅមកកន្លែងគេសិតធ្វើបត់បង្ហាញអួតអីចឹងខ្ញុំថាចុះដើម្បីកុំឲ្យខាតបើខ្ញុំចិញ្ចឹមជ្រូកដែរចង់ចិញ្ចឹមជ្រូកដែរអ្នកឯងលក់ពូជឲ្យខ្ញុំបានទេវាថាបានដល់ពេលខ្ញុំត្រឡប់មកវិញទំនាក់ទំនងវាអត់លក់ឲ្យនិយាយខ្លីកុំនិយាយវែងពេកហើយនាំអ្នកក្រនិងអ្នកក្របំផុតទៅ16អ្នកហ្នឹងគឺអាមេរិកចេញលុយឲ្យទាំងវីសាទាំងអីទាំងអស់ស្នាក់នៅទាំងអស់15ថ្ងៃចេញលុយឲ្យមិនមែនអស់តិចទេទាំងស៊ីចុកអីទាំងអស់ហ្នឹងត្រឡប់មកវិញអត់លក់ពូជឲ្យខ្ញុំគិតថាខ្ញុំចង់ធ្វើហើយអញ្ចឹងខ្ញុំទៅតំណែងជាមួយទូតស្ថានទូតអង់គ្លេសកាលហ្នឹងអត់មាននៅពេញទេមាននៅតែបាងកកបាទខ្ញុំទៅបាងកកទៀតបានស្ថានទូតគាត់ខ្នះខ្នែងឲ្យស្រាវជ្រាវទៅរកថាក្រុមហ៊ុនណានៅអង់គ្លេសដែលអាចចែកចាយពូជនឹងបានអញ្ចឹងមានតែក្រុមហ៊ុនACMC ហើយមានអាយុជាង100ឆ្នាំហើយតែឥឡូវក្រុមហ៊ុនហ្នឹងឥឡូវដួលឲ្យពេលដែលដាក់ទណ្ឌកម្មសូវៀតខ្លួនឯងអត់មានទីផ្សារលក់សាច់ជ្រូកធ្វើឲ្យក្រុមហ៊ុនហ្នឹងដួលបាន100ឆ្នាំជាងហ្នឹងតែក្រុមហ៊ុនម៉ុងធីនេះបានទិញហ៊ុនមុនដំបូងសហជាមួយគ្នាឲ្យហ៊ុនគេមកអាហ្នឹងឡើយ9% តែឥឡូវខ្ញុំទិញយកអស់ហើយក្រុមហ៊ុននេះគឺអត់មានពាក់ព័ន្ធជាមួយនឹងអង់គ្លេសទៀតទេអញ្ចឹងគាត់យល់ព្រមលក់ឲ្យតម្លៃចរចាគ្នារួចហើយនិយាយលេខមូលគឺថា3យន្តហោះនោះ3លានហើយយើងដឹកមកបាន2យន្តហោះហើយដល់យន្តហោះចុងក្រោយថៃវាទាធ្វើចាក់តាលើសាក់ចុះទៅពិនិត្យអីមកដល់ពូយតុងគាត់ដឹកមកងាប់អស់ហើយមកយន្តហោះក្រោយហ្នឹងអញ្ចឹងនិយាយពីប្រវត្តិដល់លំបាកខ្ញុំអត់និយាយថាណាអាក្រក់ណាល្អទេប៉ុន្តែចង់និយាយថាលំបាកខ្លាំងណាស់ដល់ពេលជ្រូកងាប់វាមានលោកគ្រូមាសសទ្ធីមួយជាអ្នកលោកគ្រូជ្រូកហ្នឹងមិនមែនលោកគ្រូត្រឹមជ្រូកលោកគ្រូអីលោកគ្រូមាសសទ្ធីអីបណ្ឌិតលើបណ្ឌិតជប៉ុនបណ្ឌិតលើបណ្ឌិតបាទហើយនឹងលីឡាវីល2នាក់ខ្ញុំសង្ឃឹម2នាក់ហ្នឹងអ្នកដឹកនាំដល់ពេលជ្រូកងាប់2នាក់ទារត់ចោលខ្ញុំថាអត់ទេនៅហ្នឹងហើយទៅច្បាំងទៅហ៊ានងាប់រឿងអីឲ្យរត់ចោលសមរភូមិនៅច្បាំងទៀតហើយនៅរហូតដល់ថ្ងៃហ្នឹងមកអញ្ចឹងសំណួរមិញនិយាយពីបច្ចេកទេសលវិលបំភ្លឺគាត់ដើម្បីឲ្យប្រជាជនខ្មែរថាហេតុអ្វី
ban chỉ miền bịa thà đồn ta tuột chụp ấy năng mình vậy là nó đó là vậy nên đó thì